ការចាប់ផ្ដើមឆ្នៃរបស់យើងពីដំបូងមកគឺយើងដូចថាតម្រូវការស្ពៃអាស្រ័យទៅលើបងប្អូនយើងបងប្អូនកសិករមានស្ពៃប៉ុន្មានដែលដូចថាទីផ្សារមិនត្រូវការឬក៏បងប្អូនមិនអាចរកទីផ្សារបានឬក៏ថាត្រូវការលក់មកឲ្យខាងរោងចក្រមានប៉ុណ្ណាយើងយកប៉ុណ្ណឹងប៉ុន្តែមកដល់បច្ចុប្បន្ននេះគឺយើងមានគម្រោងផែនការច្បាស់លាស់ហើយដែលក្នុងមួយខែយើងអាចទទួលទិញស្ពៃពីបងប្អូនរហូតដល់ជាង100តោនចាហើយក្នុងមួយថ្ងៃគឺយើងចូលមិនឲ្យលើសពី5តោននេះព្រោះយើងកិនអត់តាន់ចាមានថាចន្លោះពី3ទៅ5តោនអញ្ចឹងចាដែលយើងអាចប្រើប្រាស់ម៉ាស៊ីនក្នុងរោងចក្ររបស់យើងបច្ចុប្បន្នហ្នឹងដើម្បីកិនគៀបយកទឹកចាពីព្រោះការច្នៃស្ពៃនេះយើងមាន2យើងគៀបទឹកយើងប្រើសម្រាប់ផលិតផលផ្សេងហើយនឹងកាកយើងប្រើផលិតផលផ្សេងចាអញ្ចឹងនៅពេលដែលបានឆ្នៃនៅកសិផលស្ពៃកញ្ញាញធ្វើជាផលិតផលប្រើប្រាស់ហើយខ្ញុំក៏មានអារម្មណ៍ថាមានមោទនភាពចំពោះការងារមួយនេះពីព្រោះយើងបានជួយសម្រួលទៅដល់មិនថាជីវភាពមិនថាបង្កើនការងារនៅក្នុងតំបន់របស់បងប្អូននេះជាក់ស្ដែងនៅពេលដែលចាប់ផ្ដើមធ្វើការជាមួយខាងខ្ញុំក៏នឹងពេលហ្នឹងបងប្អូនកសិករនៅខាងដែនកូមហ្នឹងចាប់ផ្ដើមទៅតែ2រោងបន្ទាប់មក5រោងចា5រោងសំណាញ់មកដល់ពេលនេះគឺយើងមានជាង20រោងហើយដែលជាអ្វីមួយជាការកត់សម្គាល់មួយឲ្យឃើញថាការប្រឹងប្រែងរបស់យើងគឺមានការវិវត្តទៅមុខល្អចាតាមរយៈការចូលរួមទិញពីក្រុមហ៊ុនផ្ទាល់ទៅដល់បងប្អូនអ្នកដាំស្ពៃនេះយើងឃើញថាបងប្អូនមានដំណឹងជីវភាពជាងមុនជាពិសេសគឺបងប្អូនតែងតែខ្ចីបុលគេយកមកកកើតនៅដំឡើងរោងការដាំដុះទាំងអស់ហ្នឹងចានៅពេលដែលមានការទិញជាទៀងទាត់អញ្ចឹងបងប្អូនអត់ដែលព្រួយបារម្ភនៅក្នុងការសងបងប្អូនទុនឬក៏សងបំណុលទៅចាតែម្ចាស់បំណុលវិញឬក៏ធនាគារវិញឯងដែលថាយើងបានខ្ចីទុនគេមកហើយកន្លងមកបងប្អូនតែងតែបារម្ភជាងគេនឹងចំពោះការបង្វិលទុនចាទៅធនាគារឬក៏ទៅម្ចាស់បំណុលវិញបន្ទាប់ពីការដាំដុះហើយពិបាករកទីផ្សារហ្នឹងអញ្ចឹងថ្មីនេះទៅសប្តាហ៍មុនខ្ញុំបានទៅជួបបងប្អូនដែរហ្នឹងតែងតែលើកឡើងថាឥឡូវហ្នឹងក៏លែងពិបាកនៅក្នុងការខ្ចីបុលឬក៏ខ្ចីបុលគេឬខ្ចីបុលធនាគារទៀតហើយពីព្រោះថាយើងមានចំណូលទៀងទាត់មួយអញ្ចឹងចាហើយខ្ញុំក៏សង្ឃឹមថាការប្រឹងប្រែងរបស់ខ្ញុំនឹងអាចចូលរួមចំណែកដល់បងប្អូនលើកកម្ពស់ទាំងជីវភាពចាលើកកម្ពស់ទាំងសុខភាពហើយក៏នឹងប្រឹងប្រែងក្នុងការពង្រីកបន្ថែមទៀតទៅលើការច្នៃកសិផលនេះពីព្រោះរាល់លើកដែលខ្ញុំទៅសហគមន៍មានបងប្អូនកសិករដែលថ្មីដែលពុំទាន់បានថាធ្វើការសហការជាមួយរោងចក្រហ្នឹងតែមកសុំថាតើខាងអ្នកគ្រូមានឬក៏ខាងរោងចក្រមានអ្វីដែលត្រូវឲ្យបងប្អូនដាំសម្រាប់គ្រប់គ្រងរោងចក្រទៀតអត់ចាខ្ញុំពិតជាមានការប្រឹងប្រែងមែនបន្ទាប់ពីដូចថាមួយពេលទៅមួយពេលក្នុងការដែលបានទទួលព័ត៌មានពីបងប្អូនកសិករមកខ្ញុំតែងតែប្រឹងប្រែងបន្តិចទៀតយើងនឹងមានការច្នៃកសិផលចំនួនសរុបមកអាចថា4ប្រភេទទៀតដែលជាកសិផលមួយដែលមានការដាំវិលជុំប្រចាំខែអាចថាมันចំណាយពេលយូរ